ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងទៅសិក្សាអំពីរបៀបចំណាំសំឡេងស្រៈបងប្អូនបាទនេះចំណងជើងគឺរបៀបចំណាំសំឡេងចឹងរបៀបចំណាំសំឡេងអីខ្លះឥឡូវយើងទៅសិក្សាលម្អិតទាំងអស់គ្នាបងប្អូននេះទី1របស់យើងនេះគឺនេះបងប្អូនឃើញ E double L E double L អញ្ចឹងបងប្អូនឃើញ E double L ហ្នឹងគឺវាមានសំឡេងថា L L L សំឡេងចឹងបងប្អូនបាទគឺ L L អញ្ចឹងឲ្យតែបងប្អូនឃើញ E double L អញ្ចឹងគឺអត់ចាំបាច់ប្រកបច្រើនទេគឺអាន L យកតែម្ដងដូចជាពាក្យនេះបងប្អូនពាក្យទី1នេះ S សំឡេងស M អញ្ចឹងស M ស្ម E double L គឺសំឡេង L អញ្ចឹងយើងអានតែម្ដងមកគឺ smell smell បាទអញ្ចឹងពាក្យថា smell នេះថ្នាក់ពាក្យជា verb បងប្អូនជាកិរិយាប្រែថាក្លិនបាទក្លិនបាទក្លិនក្រអូបក្លិនមិនល្អអញ្ចឹងទៅគឺ smell smell បងប្អូនបាទដូចជាពាក្យនេះមួយទៀតពាក្យនេះយើងអានថា spell spell សបស្ប spell spell អញ្ចឹងពាក្យនេះយើងអានថា spell spell បាទអញ្ចឹងពាក្យថា spell នេះក៏ជា verb ដែរបាទប្រែថាប្រកបបាទដែលយើងប្រកបពាក្យមួយហ្នឹងគឺ spell បាទ please spell this word ណាសូមប្រកបពាក្យនេះអីចឹងទៅបាទមួយទៀតបាទ T សំឡេង T E double L សំឡេង L អញ្ចឹង T L យើងអានថា tell tell បាទអញ្ចឹងពាក្យថា tell ក៏ verb ដែរបាទប្រែថាប្រាប់ I tell you every day ខ្ញុំប្រាប់អ្នករាល់ថ្ងៃបាទពាក្យមួយទៀត W គឺសំឡេង W E double L គឺ L អញ្ចឹង L យើងអានថា well well បាទអញ្ចឹងពាក្យថា well ហ្នឹង part of speech ជា adverb បងប្អូនបាទជាគុណកិរិយាបងប្អូនបាទគឺប្រែថាល្អ you did it well អ្នកធ្វើវាបានល្អបាទអញ្ចឹងបងប្អូនបញ្ជាក់បងប្អូនថាឲ្យតែឃើញ E double L អញ្ចឹងគឺសំឡេង L ហើយមិនមែនមានតែ4ពាក្យប៉ុណ្ណេះទេគឺមានច្រើនទៀតប៉ុន្តែទោះច្រើនទៀតក៏ដោយឲ្យតែបងប្អូនឃើញE double L អញ្ចឹងគឺដឹងតែសំឡេង L L ហើយបាទអញ្ចឹងបងប្អូនឥឡូវយើងទៅមួយចំណុចទៀតនេះចំណុចទី2នេះគឺ I double L វិញ I double L នេះគឺមានសំឡេង ill 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 បាទសំឡេងវាអញ្ចឹងបងប្អូនគឺ ill ill បាទអញ្ចឹងបងប្អូនមើលពាក្យនេះពាក្យនេះយើងអានថា will will នេះ ill យើងអានថា will will part of speech ក៏ verb ដែរប៉ុន្តែវាជា modal verb បាទប្រែថានឹងដូចជាបងប្អូនចង់និយាយថាខ្ញុំនឹងធ្វើអីមួយគឺបងប្អូនប្រើ will ឧទាហរណ៍ថាខ្ញុំនឹងទៅអង្គរវត្តនៅថ្ងៃស្អែកអញ្ចឹងទៅ I will go to Angkor Wat tomorrow ណាអញ្ចឹងបងប្អូនបាទអញ្ចឹងពាក្យនេះគឺយើងអានថា will will មួយទៀតពាក្យនេះយើងអានថា still still stuck ill យើងអានថា still បាទ still នេះជា adverb បងប្អូនប្រែថានៅតែបាទ I still study English ខ្ញុំនៅតែរៀនភាសាអង់គ្លេសទេបាទបន្តទៅទៀតពាក្យនេះ K សំឡេង K ill យើងអានថា kill kill បាទអញ្ចឹងងាយអញ្ចឹងបងប្អូននៅពេលដែលបងប្អូនដឹងសំឡេងអញ្ចឹងទៅគឺអានបានតែងាយគឺ kill kill part of speech ក៏ verb ដែរប្រែថាសម្លាប់បាទពាក្យមួយទៀតពាក្យនេះយើងអានថា hill hill h សំឡេង h ill យើងអានថា hill hill ជា noun នេះបងប្អូនប្រែថាភ្នំបាទអញ្ចឹងក្នុងទីនេះខ្ញុំឧទាហរណ៍តែ4ពាក្យនេះដែរប៉ុន្តែក៏នៅមានពាក្យជាច្រើនទៀតដែលយើងឃើញ I double L អញ្ចឹងគឺសំឡេងវា ill ill បាទអញ្ចឹងបញ្ជាក់បងប្អូនជាចុងក្រោយថានៅពេលដែលបងប្អូនឃើញ E double L គឺសំឡេង L L តែនៅពេលដែលឃើញ I double L វិញគឺសំឡេង ill ill បាទអញ្ចឹងសង្ឃឹមថាបងប្អូនទាន់កន្លែងនេះដូច្នេះក្នុងវីដេអូនេះមានតែប៉ុណ្ណេះបាទយើងសិក្សាបន្តិចប៉ុណ្ណឹងអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតសូមជម្រាបលា